ខ្ញុំធ្លាប់ស្ថិតនៅក្នុងស្ថានភាពមួយដែលមនុស្សជិតស្និទ្ធជុំវិញខ្លួនខ្ញុំទាំងអស់គឺសុកស្រាប់តែគេរក្សាកម្រិតចេញពីខ្ញុំព្រមគ្នាតែម្ដងខ្ញុំពេលហ្នឹងគឺខ្ញុំអត់ដឹងថាខ្ញុំត្រូវធ្វើម៉េចទេអ្វីដែលខ្ញុំត្រូវដឹងគឺខ្ញុំចង់រក្សាទំនងមិត្តភាពហ្នឹងខ្ញុំប្រឹងអង្វរខ្ញុំប្រឹងសុំទោសនិយាយតែពាក្យសុំទោសទាំងដែលអត់ដឹងថាខ្លួនឯងបានធ្វើខុសអីទៀតប៉ុន្តែសូម្បីតែខ្ញុំប្រើប្រាស់ពាក្យសុំទោសទៅហើយក៏រឿងវាអត់បានប្រសើរឡើងដែររហូតដល់ពេលមួយដែលខ្ញុំសម្រេចចិត្តផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្ញុំទៅប្រើប្រាស់វិធីសាស្ត្រ let them theory នេះគឺបានន័យថាយើងអនុញ្ញាតឲ្យគេជ្រើសរើសអីដែលគេចង់ជ្រើសរើសឲ្យគេធ្វើអីដែលគេចង់ធ្វើដោយយើងអត់ព្យាយាមគ្រប់គ្រងទៅលើការសម្រេចចិត្តរបស់គេនិយាយរួមគឺអត់ខាត់ខាំងអត់ដេញដោលអត់សួរនាំទៅលើការសម្រេចចិត្តឬក៏អរិយាប័ត្ររបស់មនុស្សណាម្នាក់ទេហើយវិធីសាស្ត្រមួយនេះហើយដែលបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំមកដល់ចំណុចនេះបើសិនបើគេចង់ចាក់ចេញ let them បើសិនបើគេចង់ជ្រើសរើសអ្នកផ្សេងក្រៅពីយើងlet them អនុញ្ញាតឲ្យគេជ្រើសរើសជំរើសដែលគេចង់រើសសម្រាប់ខ្លួនឯងទៅព្រោះមែនតើទៅយើងអាចខាត់ខាំងនៅការសម្រេចចិត្តរបស់គេទេជារឿយៗនៅពេលដែលមានបញ្ហាណាមួយយើងតែងតែព្យាយាមអង្វរកុំឲ្យគេចាក់ចេញព្យាយាមប្រាប់ឲ្យគេស្វែងយល់ពីយើងឲ្យបានច្រើនជាងមុនព្យាយាមប្រាប់ឲ្យគេថែរក្សាយើងឲ្យបានល្អជាងមុនជាដើមយើងតែងតែព្យាយាមឲ្យហេតុផលនេះឲ្យហេតុផលនោះដើម្បីឲ្យគេបានយល់ពីយើងហើយយើងសង្ឃឹមថានៅពេលដែលគេយល់អំពីហេតុផលយើងយល់អំពីរឿងនៅពីក្រោយទង្វើរបស់យើងទៅប្រហែលជាគេអាចនឹងយល់ហើយគេនឹងអាចផ្លាស់ប្ដូរការគិតរបស់គេប៉ុន្តែមែនតើទៅមនុស្សម្នាក់គឺគេមានការជ្រើសរើសខ្លួនគេមានការសម្រេចចិត្តរៀងៗខ្លួនគេមានផ្នត់គំនិតគេមានអ្វីដែលគេជ្រើសរើសគិតមកលើយើងរួចបាត់ទៅហើយអញ្ចឹងការដែលបញ្យល់ច្រើនពេកក៏មិនមែនបានន័យថាធ្វើឲ្យគេកាន់តែយល់ពីយើងដែរវាប្រៀបដូចជាការដែលដេញចាប់របស់មួយដែលគេអត់ចង់នៅជាមួយយើងអញ្ចឹងនៅពេលណាដែលយើង apply let them theory ទៅក្នុងហ្នឹងគឺយើងអនុញ្ញាតឲ្យរឿងវាកើតឡើងទៅតាមធម្មជាតិរបស់វារឿងអីក៏ដោយកាលណាតែយើងព្យាយាមតាមចាប់វាពេកយើងនឹងកាន់តែបាត់បង់ខ្លួនឯងផ្ទុយទៅវិញបើសិនបើយើងអនុញ្ញាតឲ្យរឿងរ៉ាវវាកើតឡើងទៅតាមធម្មជាតិរបស់វាយើងនឹងទទួលបានអ្វីដែលស័ក្តិសមនឹងយើងពិតប្រាកដ let them theory នេះហើយវាប្រៀបបីដូចជា skill នៅក្នុងការរស់នៅក្នុងសង្គមមួយដែលយើងអត់រត់ទៅតាមអ្នកណាទេប៉ុន្តែផ្ទុយទៅវិញយើងព្យាយាមស្វែងយល់ពីខ្លួនឯងហើយយើងដើរទៅតាមស្តង់ដារដែលយើងបានកំណត់បើសិនបើនរណាគេម្នាក់អត់ត្រូវទៅតាមស្តង់ដារឬមួយក៏អត់ធ្វើតាមអីដែលយើងចង់បានក៏យើងអត់ទៅមិនចំពោះជំរឿនរបស់គេដែរផ្ទុយទៅវិញយើងដឹងថាមនុស្សម្នាក់ហ្នឹងគឺអត់ស័ក្តិសមនៅក្នុងការរស់នៅក្នុង surrounding ជាមួយយើងហើយយើងនឹងអាច move on ទៅរកមនុស្សដែលស័ក្តិសមនៅក្នុង surrounding របស់យើងវិញចេញពីបទពិសោធន៍ខ្ញុំផ្ទាល់ដែរខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាចំពោះចំណុចសំខាន់4-5ចំណុចដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តដើម្បីអាចប្រើប្រាស់ let them theory នេះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាបានចំណុចទី1ដែលខ្ញុំជឿជាក់ថាជាចំណុចដែលពិបាកធ្វើជាងគេគឺបោះបង់ចោលនៅការរំពឹងទុកទៅលើអ្នកដទៃជារឿយៗយើងតែងតែមានការរំពឹងទុកចំពោះអ្នកដទៃឲ្យយល់ពីយើងឲ្យបានច្រើនឲ្យខ្វល់ខ្វាយឬក៏យកចិត្តទុកដាក់ចំពោះយើងជាដើមអញ្ចឹងនៅពេលណាដែលគេអត់ខ្វល់ខ្វាយឬក៏អត់យកចិត្តទុកដាក់ចំពោះយើងដល់កម្រិតដែលយើងចង់ឲ្យគេយកចិត្តទុកដាក់ចំពោះយើងនឹងកើតទៅជាការខកចិត្តយើងនឹងកើតទៅជាភាពមិនសុខចិត្តហើយអាចនឹងបង្កទៅជាមានរឿងណាមួយឆ្លោះប្រកែកជាមួយនឹងដៃគូម្ខាងទៀតអីចឹងទៅដូច្នេះ let them theory នៅកន្លែងនេះគឺសំដៅទៅលើការទទួលស្គាល់ថាមនុស្សធ្វើសកម្មភាពអាស្រ័យទៅលើអត្តចរិតរបស់គេមិនមែនដោយសារតែយើងចង់ឲ្យគេធ្វើទេឧទាហរណ៍ថានៅក្នុងរង្វង់មិត្តភ័ក្តិគេ cancel ណាត់របស់យើងម្ដងជា2ដងហើយប្រកាសថាយើងអាចទៅស្ដីបន្ទោសគេបានទេព្រោះវាចុងក្រោយទៅវានៅតែជាជំរឿនរបស់គេប៉ុន្តែវាអាស្រ័យនៅលើយើងវិញថាតើយើងអនុញ្ញាតឲ្យការខកខាននោះវានៅតែបន្តកើតមានជាលើកទី3ទី4ទី5ទៀតអត់បន្ទាប់ពីយើងអនុញ្ញាតឲ្យគេធ្វើអីដែលគេចង់ធ្វើហើយគឺដល់ពេលដែលយើងត្រូវងាកមកផ្ដោតលើខ្លួនឯងវិញម្ដងអនុញ្ញាតឲ្យខ្លួនឯងហ៊ាននិយាយថាទេចំពោះរឿងអីដែលយើងគិតថាអយុត្តិធម៌សម្រាប់យើងអនុញ្ញាតឲ្យខ្លួនឯងដកខ្លួនចេញពីចំណោមក្រុមមនុស្សដែលយើងគិតថាយើងអត់ស័ក្តិសមនៅក្នុងការនៅក្នុងនោះអនុញ្ញាតឲ្យខ្លួនឯងដើរចេញបើសិនបើចាំបាច់និងពិសេសបំផុតភ្ជាប់ទៅលើឧទាហរណ៍ដែលខ្ញុំនិយាយនៅខាងលើមិញគឺអនុញ្ញាតឲ្យខ្លួនឯងដកមនុស្សដែលមិនគោរពពេលវេលាឬក៏គោរពតម្លៃរបស់យើងចេញនេះគឺជាចំណុចសំខាន់បំផុតដែលបញ្ជាក់ថាយើងចាប់ផ្ដើមគោរពឲ្យតម្លៃនិងស្រឡាញ់ខ្លួនឯងខ្លាំងជាងមុនខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ជាក់ស្ដែងថ្ងៃខ្លះយើងពិតជាអត់ចង់ឲ្យមេឃភ្លៀងទេព្រោះយើងត្រូវមានការងារធ្វើនៅខាងក្រៅប៉ុន្តែបើសិនបើមេឃភ្លៀងហើយតើយើងគួរតែចំណាយពេលវេលាមួយថ្ងៃហ្នឹងដើម្បីរអ៊ូរទាំថាអូយមេឃភ្លៀងហើយខ្ញុំធ្វើអីអត់កើតទេឬក៏ជំនួសឲ្យការអង្គុយរអ៊ូរទាំប៉ុន្តែអ្នកទាំងអស់គ្នាទៅរកឆាត់ឬក៏ទៅរកអាវភ្លៀងវិញដើម្បីនៅតែបន្តធ្វើការងារបានវាមិនល្អជាងទៅអត់អញ្ចឹងដូចគ្នានៅពេលដែលយើងអនុញ្ញាតឲ្យខ្លួនឯងផ្ដោតទៅលើរឿងដែលសំខាន់នៅចំពោះមុខហើយរឿងដែលមិនសំខាន់គឺយើងទុកវាម្លែកអញ្ចឹងយើងនឹងអាចសម្រេចសមិទ្ធផលឬក៏គោលដៅដែលយើងចង់ទៅបានល្អជាងមុនចំណុចមួយទៀតដែលខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាក៏ជួបច្រើនដែរហើយខ្ញុំនិយាយនៅថ្ងៃនេះគឺប្រៀបដូចជាខ្ញុំកំពុងតែប្រាប់ទៅខ្ញុំខ្លួនឯងកាលពីនៅក្មេងអញ្ចឹងគឺឈប់បញ្យល់ឬក៏បកស្រាយច្រើនពេក
ការដែលយើងបកស្រាយច្រើនពេកការដែលយើងបញ្យល់ច្រើនពេកមិនមែនមានន័យថាធ្វើឲ្យស្ថានភាពហ្នឹងកាន់តែល្អប្រសើរទេពេលខ្លះការដែលយើងនិយាយកាន់តែច្រើនវាកាន់តែធ្វើឲ្យគេធុញវាកាន់តែធ្វើឲ្យគេមានអារម្មណ៍ថាយើងព្យាយាមប្រាប់នៅរឿងរ៉ាវដែលគេមិនចង់ដឹងមិនចង់ឮអញ្ចឹងល្អបំផុតណាបកស្រាយគួរតែបកស្រាយនៅពេលណាដែលវាចាំបាច់បញ្យល់គួរតែបញ្យល់ទៅកាន់មនុស្សដែលពិតជាចង់ដឹងហេតុផលពិតប្រាកដមែនខ្ញុំពីមុនចូលចិត្តបញ្យល់ចូលចិត្តឲ្យហេតុផលចូលចិត្តបកស្រាយសូម្បីតែគេអត់សួរក៏ដោយដោយសារតែខ្ញុំគិតថាបើសិនបើខ្ញុំអត់និយាយគេនឹងមិនយល់ពីខ្ញុំទេបើសិនបើខ្ញុំអត់និយាយគេអាចនឹងយល់ច្រឡំខ្ញុំឬមួយក៏ជឿទៅតាមពាក្យសម្ដីអ្នកដទៃដែលអត់បានឮហេតុផលពីខ្ញុំប៉ុន្តែទាំងអស់គ្នាជឿខ្ញុំថាមនុស្សដែលគេចង់ដឹងហេតុផលចង់ដឹងមូលហេតុពិតប្រាកដត្រូវការការបកស្រាយពិតប្រាកដគេនឹងមករកយើងដើម្បីសួរមិនមែនទៅសួរអ្នកដទៃដើម្បីចង់ដឹងរឿងយើងទេហើយបើសិនបើមានរឿងនឹងកើតឡើងចំពោះយើងមែនយើងក៏ដឹងថាយើងអត់ចាំបាច់នៅក្នុងការផ្ដល់ការបកស្រាយទៅកាន់មនុស្សប្រភេទហ្នឹងដែរត្រូវដឹងថាការបកស្រាយក៏ការបញ្យល់របស់យើងនេះវាមានតម្លៃមែនតើអញ្ចឹងវាគួរណាស់តែធ្វើឡើងនៅពេលណាដែលចាំបាច់ប៉ុណ្ណោះវាគួរតែធ្វើឡើងនៅពេលដែលមនុស្សនឹងមានភាពចាំបាច់នៅក្នុងការដឹងសាច់រឿងរបស់យើងអត់គួរណាចេះតែនិយាយទាំងដែលគេអត់បានសួរយើងទេរាល់ការបញ្យល់ទាំងអស់មិនមែនដឹងតែមានន័យថាធ្វើឲ្យគេយល់ពីយើងនោះទេព្រោះមនុស្សដែលមិននៅខាងយើងគឺតែងតែជ្រើសរើសមើលរំលងនៅការពិតពេលខ្លះរឿងដែលយើងនិយាយនឹងវាជាការពិតទេប៉ុន្តែដោយសារតែយើង repeat រឿងនឹងដដែលពេកវាធ្វើឲ្យគេមានអារម្មណ៍ថាសាមចំពោះរឿងហ្នឹងអញ្ចឹងការពិតក៏អាចคล้ายទៅជាភាពធុញទ្រាន់បានដែរហើយបើសិនបើអ្នកទាំងអស់គ្នាអាចអនុវត្តចំណុចនេះបានណាទាំងអស់គ្នានឹងធូរស្រាលចិត្តមែនតើដោយសារតែយើងលែងខ្វាយខ្វល់ទៅលើការគិតរបស់អ្នកដទៃទៀតហើយព្រោះយើងជ្រើសរើសបញ្យល់តែមនុស្សណាដែលយើងយល់ថាសំខាន់សម្រាប់យើងតែប៉ុណ្ណោះហើយករណីមួយទៀតបើសិនបើគេអត់បានឮពាក្យសម្ដីឬក៏ឮហេតុផលចេញពីមាត់ខ្ញុំផងប៉ុន្តែជ្រើសរើសជឿពាក្យអ្នកដទៃហើយយល់ច្រឡំមកលើយើងគឺខ្ញុំអាចដឹងបាត់ទៅហើយថាគាត់មិនមែនជាមិត្តល្អម្នាក់សម្រាប់ខ្ញុំទេមិនមែនជា true friend សម្រាប់ខ្ញុំទេអញ្ចឹងការដែលបាត់បង់គាត់នៅក្នុងពេលហ្នឹងក៏ស្មើនឹងអាចនិយាយថាជាសំណាងដែលខ្ញុំអាចជ្រើសរើសមនុស្សដែលល្អមកនៅជិតខ្លួនហើយរុញមនុស្សដែលមិនល្អឬក៏មិនស្មោះត្រង់ជាមួយខ្ញុំនឹងចេញព្រោះសម្រាប់ខ្ញុំជឿថាមនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដមនុស្សដែលទុកចិត្តឬក៏ស្គាល់ខ្ញុំពិតប្រាកដគេប្រកាសជាដឹងថាអត្តចរិតខ្ញុំបែបណាគេនឹងមិនជ្រើសរើសជឿសម្ដីអ្នកដទៃដោយអត់ឆ្លងកាត់ការសួរហេតុផលពីខ្ញុំទេខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាដែរថាការប្រើប្រាស់ផ្នត់គំនិតនេះគឺដើម្បីរើសមនុស្សនៅក្នុងការសាបគប់មិនមែនដើម្បីកែប្រែអត្តចរិតនរណាម្នាក់ទេយើងនៅតែអនុញ្ញាតឲ្យគេធ្វើអីដែលគេចង់ធ្វើប៉ុន្តែគ្រាន់តែយើងឲ្យសិទ្ធិមកខ្លួនឯងជ្រើសរើសអ្នកណាដែលយើងចង់ដាក់ម្នាក់ហ្នឹងនៅក្នុងជីវិតរបស់យើងតែប៉ុណ្ណោះមានខ្ញុំជាឧទាហរណ៍សម្រាប់អ្នកទាំងអស់គ្នាស្រាប់មិនមែនការដែលប្រើប្រាស់ let them theory នេះហើយមនុស្សជុំវិញខ្លួននឹងត្រឡប់មកត្រូវជាមួយយើងវិញទេមិនមែនយើងទទួលបានការគោរពការកោតសរសើរការស្រឡាញ់ពីមនុស្សជុំវិញខ្លួនទេមនុស្សដែលមិនចូលចិត្តយើងមនុស្សដែលស្អប់យើងនឹងនៅតែបន្តស្អប់យើងប៉ុន្តែចំណុចដែលសំខាន់បំផុតគឺថាតើយើងជ្រើសរើសតូមនិញចំពោះភាពស្អប់របស់អ្នកដទៃហ្នឹងឬមួយក៏ផ្ដោតទៅលើមិត្តពិតប្រាកដដែលយើងមាន2-3នាក់ជាក់ស្ដែងឥឡូវនេះខ្ញុំអត់មានមិត្តភក្តិច្រើនដូចមុនទេខ្ញុំមានត្រឹមតែ2-3នាក់ប៉ុណ្ណោះប៉ុន្តែ2-3នាក់នោះគឺជាមិត្តដែលគុណភាព quality friend ដែលខ្ញុំអាចពឹងពាក់នៅពេលដែលខ្ញុំមានបញ្ហាបានហើយសម្រាប់ខ្ញុំមកដល់វ័យនេះខ្ញុំគិតថាខ្ញុំអត់ចាំបាច់មានមិត្តភក្តិច្រើនទៀតទេខ្ញុំត្រូវការតែ2-3នាក់ប៉ុណ្ណោះប៉ុន្តែ2-3នាក់ហ្នឹងត្រូវតែជាមិត្តភក្តិដែលគុណភាពមិត្តភក្តិដែលយល់ពីគ្នាមិត្តភក្តិដែលមិនយល់ច្រឡំពីគ្នាដែលគ្រាន់តែទទួលបានសម្ដីអុចអាលពីអ្នកដទៃផ្នត់គំនិតមួយនេះប្រៀបបីដូចជាការជ្រើសរើសស្បែកជើងដើម្បីពាក់ឧទាហរណ៍ថាជើងខ្ញុំលេខ39ហើយខ្ញុំជ្រើសរើសស្បែកជើងដែលត្រូវចិត្តខ្ញុំមែនតើដែលខ្ញុំស្រឡាញ់ម៉ូដស្រឡាញ់ម៉ាកស្រឡាញ់រូបរាងស្រឡាញ់ទម្រង់ស្រឡាញ់ការ design គេទាំងអស់ប៉ុន្តែស្បែកជើងនឹងលេខ37ទោះបីជាខ្ញុំស្រឡាញ់វាក៏ដោយប៉ុន្តែច្បាស់ហើយខ្ញុំពិតជាអត់អាចពាក់ស្បែកជើងលេខ37បានទេខ្ញុំនឹងធ្វើខ្លួនឯងឈឺអញ្ចឹងជំនួសឲ្យការព្យាយាមកែប្រែស្បែកជើងនឹងឬក៏ fix ស្បែកជើងនឹងឲ្យវាត្រូវជាមួយនឹងជើងយើងអាចទៅរកស្បែកជើងថ្មីដែលមានទំហំត្រូវនឹងជើងយើងហើយយើងអាចពាក់ស្រួលជើងបានជាងមុនហើយផ្នត់គំនិតមួយនេះគឺប្រើបានគ្រប់ស្ថានភាពគ្រប់កន្លែងនៅក្នុងជីវិតរបស់យើងតែម្ដងឧទាហរណ៍ថានៅកន្លែងធ្វើការអ្នកទាំងអស់គ្នាទទួលបានការមើលស្រាលទៅលើសមត្ថភាពរបស់យើងនៅក្នុងការធ្វើការងារអីមួយ let them អ្វីដែលយើងគួរផ្ដោតគឺពង្រឹងសមត្ថភាពខ្លួនឯងព្រោះពេលខ្លះអ្វីដែលគេនិយាយមកក៏វាឆ្លុះបញ្ចាំងអំពីសកម្មភាពយើងដែលយើងខ្លួនឯងអត់បានដឹងពីខ្លួនឯងដែរឬក៏ពេលខ្លះទៀតគេដឹងថាយើងមានសមត្ថភាពគ្រាន់តែគេអត់ចង់ប្រើប្រាស់ពាក្យសរសើរមកកាន់យើងប៉ុន្តែវាក៏អត់ជាបញ្ហាដែរវាមិនមែនជារឿងយើងផងហ្នឹងអ្វីដែលសំខាន់គឺយើងអត់ចំណាយពេលវេលាដ៏មានតម្លៃរបស់យើងហ្នឹងនៅក្នុងការនិយាយជជែកតបតទៅកាន់គេវិញទេព្រោះយើងដឹងថាការនិយាយរបស់គេគឺបានត្រឹមតែការនិយាយឯងនៅក្នុងទំនាក់ទំនងមិត្តភក្តិដូចគ្នាបើសិនបើគេអត់គោរពពេលវេលារបស់យើង let them អនុញ្ញាតឲ្យគេធ្វើអញ្ចឹងចោះប៉ុន្តែយើងខ្លួនឯងសម្រេចចិត្តថាយើងដកខ្លួនចេញពីទំនាក់ទំនងមួយហ្នឹងនៅក្នុងទំនាក់ទំនងស្នេហាដូចគ្នាបើសិនបើគេផ្ដល់នៅអារម្មណ៍មិនច្បាស់លាស់មកឲ្យយើង let them ប៉ុន្តែត្រូវអនុញ្ញាតឲ្យខ្លួនឯងហ៊ានដើរចេញពីភាពមិនច្បាស់លាស់ហ្នឹងនិយាយអំពីស្ថានភាពរបស់ខ្ញុំជាមួយនឹងមនុស្សជិតស្និទ្ធរបស់ខ្ញុំមួយក្រុមដែលខ្ញុំនិយាយពីខាងលើមកមិញមិនមែននៅពេលដែលខ្ញុំ apply ផ្នត់គំនិត let them theory នេះហើយធ្វើឲ្យទំនាក់ទំនងរបស់ពួកខ្ញុំត្រឡប់មកជាគ្នាវិញទេរហូតមកដល់បច្ចុប្បន្នគឺពួកខ្ញុំរស់នៅរៀងៗខ្លួនក៏ប៉ុន្តែខ្ញុំអត់ផ្ដោតទៅលើភាពយល់ច្រឡំមួយហ្នឹងទេផ្ទុយទៅវិញគឺខ្ញុំផ្ដោតមកលើការរីកចម្រើនរបស់ខ្លួនឯងធ្វើអីចំណាយពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯងដែលធ្វើឲ្យខ្ញុំ
ដើរមកដល់ចំណុចនេះដូចគ្នាជឿខ្ញុំទាំងអស់គ្នាមនុស្សជុំវិញខ្លួនយើងគេអត់ចូលចិត្តទេនៅពេលដែលយើង set boundary សម្រាប់ខ្លួនឯងគេអត់ចូលចិត្តទេនៅពេលដែលយើងមានព្រំដែនសម្រាប់គេប៉ុន្តែវាគឺជាទម្រង់មួយដែលបង្ហាញថាយើងមានការគោរពចំពោះខ្លួនឯងហើយបើសិនបើខ្ញុំគោរពខ្លួនឯងបានប៉ុណ្ណឹងអ្នកឯងក៏ត្រូវតែគោរពខ្ញុំដូចគ្នាការស្រឡាញ់ការគោរពការឲ្យតម្លៃគឺការចេញពីយើងជាអ្នកឲ្យតម្លៃឬក៏គោរពខ្លួនឯងការចេញពីយើងធ្វើទង្វើនឹងចំពោះខ្លួនឯងមិនមែនឲ្យអ្នកដទៃធ្វើទង្វើនឹងមកលើយើងទេនឹងទៅជាការគោរពការស្រឡាញ់ឲ្យតម្លៃខ្លួនឯងពិតប្រាកដហើយខ្ញុំហ៊ានធានាថានៅពេលដែលអ្នកទាំងអស់គ្នា apply let them theory ទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាជីវិតអ្នកទាំងអស់គ្នានឹងប្រសើរឡើងបានច្រើនមែនទែនអ្នកទាំងអស់គ្នានឹងលែងចំណាយពេលវេលាខ្វល់ខ្វាយទៅលើការគិតរបស់អ្នកដទៃផ្ទុយទៅវិញយើងអនុញ្ញាតឲ្យគេធ្វើអ្វីដែលគេចង់ធ្វើជ្រើសរើសអ្វីដែលគេចង់ជ្រើសរើសព្រោះជីវិតរបស់គេគួរតែមានសិទ្ធិនៅក្នុងការសម្រេចចិត្តសម្រាប់ជីវិតគេត្រូវអត់ let them do what they want and you decide what you deserve not everyone is meant to stay and that's okay